ប្រវត្តិរបស់លោក Donald Trump លោក Donald J. Trump Donald John Trump កើតនៅថ្ងៃទី14មិថុនា1946នៅ Queens ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកគាត់ជាអ្នកជំនួញបុគ្គលិកបញ្ចូលទឹកចិត្តនិងជាអ្នកនយោបាយដែលបានក្លាយជាប្រធានាធិបតីទី45 2017 2021និងទី47 2025បច្ចុប្បន្ននៃសហរដ្ឋអាមេរិកខាងក្រោមនេះជាសង្ខេបអំពីប្រវត្តិរបស់គាត់ជីវប្រវត្តិខ្លីកុមារភាពនិងការសិក្សាលោកត្រាំជាកូនទី4ក្នុងចំណោមកូន5នាក់របស់លោក Fred Trump អ្នកអភិវឌ្ឍអចលនទ្រព្យនិងអ្នកស្រី Mary Ann McLeod ជនជាតិស្កុតឡែនគាត់មានបងប្អូនបង្កើត4នាក់ Marianne, Fred Joe, Elizabeth និង Robert ដោយសារអាកប្បកិរិយាមិនសមរម្យក្នុងវ័យកុមារគាត់ត្រូវបានឪពុកម្ដាយបញ្ជូនទៅសាលា New York Military Academy នៅអាយុ13ឆ្នាំដើម្បីរៀនវិន័យគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania Wharton Schoolក្នុងឆ្នាំ1968ជាមួយនឹងសញ្ញាបត្រសេដ្ឋកិច្ចអាជីពជំនួញបន្ទាប់ពីបញ្ចប់ការសិក្សាលោកត្រាំបានចូលធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យរបស់ឪពុកគាត់ហើយក្រោយមកបានប្តូរឈ្មោះវាទៅជា The Trump Organization ក្នុងឆ្នាំ1971គាត់បានពង្រីកអាជីវកម្មទៅកាន់ការសាងសង់អគារខ្ពស់សណ្ឋាគារកាស៊ីណូនិងទីលានវាយកូនហ្គោលគម្រោងល្បីរួមមាន Trump Tower នៅ Manhattan និង Mar-a-Lago នៅ Floridaគាត់បានបង្កើតកេរ្តិ៍ឈ្មោះជាអ្នកជំនួញដ៏លេចធ្លោប៉ុន្តែក៏ជួបបរាជ័យផ្នែកហិរញ្ញវត្ថុដោយបានដាក់ពាក្យអាស្រ័យធនចំនួន6ដងក្នុងទសវត្សរ៍1990និង2000លោកត្រាំក៏បានបោះជំហានចូលវិស័យកម្សាន្តដោយធ្វើជាម្ចាស់ផលិតកម្មនិងជាពិធីករកម្មវិធីទូរទស្សន៍ The Apprentice 2004-2015ដែលធ្វើឲ្យគាត់ក្លាយជាតារាល្បីនិងល្បីខ្ទរខ្ទារជាមួយនឹងឃ្លា You're Fired គាត់បានសរសេរសៀវភៅជាច្រើនដែលល្បីជាងគេគឺ The Art of the Deal 1987ដែលត្រូវបានចាត់ទុកជាសៀវភៅអាជីវកម្មបុរាណជីវិតគ្រួសារលោកត្រាំបានរៀបការ3ដងមួយជាមួយ Ivana Selenkov 1977 1992មានកូន3នាក់ Donald J. Ivanka និង Eric 2ជាមួយ Marley Maples 1993 1999មានកូន1នាក់ Tiffany 3ជាមួយ Melania Knauss 2005បច្ចុប្បន្នមានកូន1នាក់ Baron គាត់មានចៅ10នាក់គាត់បាននិយាយថាខ្លួនមិនផឹកស្រាជក់បារីឬប្រើប្រាស់គ្រឿងញៀនទេដោយសារឥទ្ធិពលពីការស្លាប់របស់បងប្រុសគាត់ Fred J. ដោយសារការញៀនស្រាអាជីពនយោបាយលោកត្រាំបានចូលប្រឡូកនយោបាយជាផ្លូវការក្នុងឆ្នាំ2015ដោយប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋគាត់បានឈ្នះការបោះឆ្នោតឆ្នាំ2015មួយប្រឆាំងនឹងលោកស្រី Hillary Clinton ទោះបីជាចាញ់ការបោះឆ្នោតប្រជាមតិ Popular Vote ក៏ដោយក្នុងអាណត្តិទី1 2017-2021គាត់បានអនុវត្តគោលនយោបាយដូចជាកាត់បន្ថយពន្ធកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ដាក់ពន្ធលើទំនិញនាំចូលនិងចាប់ផ្ដើមសាងសង់ជញ្ជាំងតាមព្រំដែនអាមេរិក-មិចស៊ិកគាត់ក៏បានតែងតាំងចៅក្រមសហព័ន្ធជាង250នាក់រួមទាំងចៅក្រមតុលាការកំពូល3នាក់ Neil Gorsuch, Brett Kavanaugh និង Amy Coney Barrettគាត់ត្រូវបានរិះគន់ចំពោះការដោះស្រាយវិបត្តិ COVID-19 និងការបដិសេធលទ្ធផលបោះឆ្នោតឆ្នាំ2020ដែលគាត់ចាញ់លោក Joe Biden ព្រឹត្តិការណ៍វាយប្រហារលើវិមាន Capitol នៅថ្ងៃទី6មករា2021បាននាំឲ្យគាត់ត្រូវសភាចោទប្រកាន់ Impeachment លើកទី2ពីបទញុះញង់ឲ្យមានគប់កម្មក្នុងឆ្នាំ2024គាត់បានឈ្នះការបោះឆ្នោតប្រធានាធិបតីជាលើកទី2ប្រឆាំងនឹងអនុប្រធានាធិបតី Kamala Harris ដោយទទួលបានទាំងការបោះឆ្នោតអ្នកបោះឆ្នោត Electoral Votesនិងប្រជាមតិ Popular Vote ដែលធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតីទី2បន្ទាប់ពី Grover Cleveland ដែលបម្រើអាណត្តិមិនជាប់គ្នាបញ្ហាផ្លូវច្បាប់លោកត្រាំបានប្រឈមនឹងបណ្ដឹងជាច្រើនទាំងផ្នែកជំនួញនិងនយោបាយក្នុងឆ្នាំ2024គាត់ត្រូវបានប្រន្ទាទោសពីបទក្លែងបន្លំឯកសារអាជីវកម្មចំនួន34ករណីទាក់ទងនឹងការបង់ប្រាក់បិទមាត់ទៅឲ្យតារាភាពយន្តមនុស្សពេញវ័យ Stormy Daniels ដែលធ្វើឲ្យគាត់ក្លាយជាអតីតប្រធានាធិបតីដំបូងគេដែលត្រូវប្រន្ទាទោសជាឧក្រិដ្ឋជនគាត់ក៏បានរងការចោទប្រកាន់ពីបទរំលោភផ្លូវភេទនិងការបរិហាកេតដូចជាករណីជាមួយអ្នកនិពន្ធ Jean Carroll ទោះជាយ៉ាងណាបន្ទាប់ពីឈ្នះការបោះឆ្នោតឆ្នាំ2024ការចោទប្រកាន់មួយចំនួនជាពិសេសទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី6មករា2021ត្រូវបានទម្លាក់ចោលភាពចម្រូងចម្រាសនិងកេតដំណែលលោកត្រាំត្រូវបានគេស្គាល់ដោយសារស្ទីលនយោបាយដ៏ចម្រូងចម្រាសនិងការប្រើប្រាស់បណ្ដាញសង្គមជាពិសេស Twitter និង Truth Socialដើម្បីទំនាក់ទំនងផ្ទាល់ជាមួយសាធារណជនគាត់ត្រូវបានអ្នកគាំទ្រសរសើរចំពោះការផ្ដោតលើសេដ្ឋកិច្ចការកាត់បន្ថយបទបញ្ញត្តិនិងគោលនយោបាយ America First
ប៉ុន្តែត្រូវបានរិះគន់ចំពោះការបែងចែកសង្គមនិងការប្រើភាសាដែលញុះញង់ក្នុងការស្ទង់មកទល់ឆ្នាំ2021និង2022អ្នកប្រវត្តិសាស្ត្របានចាត់ថ្នាក់គាត់ជាប្រធានាធិបតីដែលអន់ជាងគេមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកដោយសារភាពខ្វះខាតនៃសីលធម៌និងជំនាញរដ្ឋបាលអាណត្តិទី2 2025បច្ចុប្បន្នបន្ទាប់ពីជ័យជំនះនៅឆ្នាំ2024លោកត្រាំបានសន្យាបន្តគោលនយោបាយដូចជាពង្រឹងព្រំដែនកាត់បន្ថយបទបញ្ញត្តិសហព័ន្ធនិងជំរុញការផលិតនៅអាមេរិកគាត់ក៏បានចេញបទបញ្ជាដកអាមេរិកចេញពីកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសនិងអង្គការសុខភាពពិភពលោកព្រមទាំងផ្ដល់ការលើកលែងទោសដល់ជនជាប់ចោទជាង1500នាក់ដែលពាក់ព័ន្ធនឹងគុបកម្មថ្ងៃទី6មករា2021គាត់បានរួចផុតពីការប៉ុនប៉ងធ្វើឃាត2លើកនៅខែកុដានិងខែកញ្ញាឆ្នាំ2024ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតសរុបលោកដូណាល់ត្រាំគឺជាសហរជនដ៏សំខាន់ម្នាក់ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានស្គាល់តាមរយៈភាពជោគជ័យក្នុងវិស័យអចលនទ្រព្យកម្សាន្តនិងនយោបាយទោះបីជាមានភាពចម្រូងចម្រាសនិងការរិះគន់ជាច្រើនគាត់នៅតែរក្សាឥទ្ធិពលខ្លាំងក្នុងនយោបាយអាមេរិកជាពិសេសក្នុងចំណោមអ្នកគាំទ្រគណបក្សសាធារណរដ្ឋសូមអរគុណ